nhỏគ្នាឃើញរូបខាងក្រោយនេះអត់នេះអើយពនាងចៃណាយើងនឹងពនាងតូចយើងនឹងទ្រង់ថតរឿងចិនអ្នកគ្នារឿងរបស់ ICE យ៉ាញាក់សាថៃក្នុងរឿងហ្នឹងអ្នកគ្នាសុទ្ធតែអាចរបស់ខ្ញុំទាំងអស់ប្រហើយអើយខ្ញុំស្រឡាញ់ហ្នឹងទាំងអស់ប្រហើយចឹងនិយាយចឹងហើយមានពនាងទៀតណែញាក់សាកតាតិចប្រហើយរឿងដែលពនាងថតហ្នឹងមានចំណងជើងថា Shadow of Desire នេះខ្ញុំដាក់ចំណងជើងឲ្យអ្នកគ្នាមើលហើយផ្ទាំងរូបភាពខាងក្រោយនេះជា poster របស់រឿងហ្នឹងហើយសម្រាប់តួឯកប្រុសនេះអាគ្រូចូលខឺអ៊ីអ្នកគ្នាស្គាល់គាត់ហើយគាត់ធ្លាប់ live ក្នុង account វិញរបស់គាត់ធ្លាប់និយាយថាគាត់ចាំមកលេងស្រុកខ្មែរដែរតួឯកស្រីរបស់យើងគឺអាចារ្យចៅឈីងអ្នកគ្នាប្រហែលជាស្គាល់គាត់ហើយតួឯកប្រុសមួយទៀតនេះគឺអាគ្រូសែជឺគួងនេះសម្រាប់អ្នកដែលគាត់ធ្លាប់តាមដានរឿង Dancing Youth ប្រហែលជាស្គាល់គាត់ហើយគាត់សម្ដែងជាសឺខុងឆាងហ្វឹងហើយសម្រាប់អាគ្រូលាជឿនហ្វឹងនេះក៏មិនណយដែរអ្នកគ្នារឿងរបស់គាត់សម្ដែងក៏ល្អមើលដែរហើយនៅមានអាចារ្យឈិនអ៊ីឈីនេះទៀតអ្នកគ្នាអូយនិយាយទៅចឹងរឿងនឹងចេញមកនឹងតែ level វិញសើហ្មងសម្រាប់អ្នកដែលគាត់ចូលចិត្តប្រភេទរឿងបែបតួឯកស្រីជាវរនារីអីអញ្ចឹងណាអ្នករបៀបថាជាមេតបស្រីជាអីអញ្ចឹងណានេះមើលរឿងនឹងទៅអត់ខកបំណងទេចង់និយាយអញ្ចឹងហើយសម្រាប់រឿងភាគនឹងដែរមានសរុប39ភាគអ្នកនរគ្នាប៉ុន្តែខ្ញុំអត់ទាន់ប្រកាសទេដោយសារតែរឿងនឹងទៅថតចប់អញ្ចឹងនៅក្នុងអំឡុងពេលដែលគេថតចប់ហ្នឹងគេត្រូវការកាត់តគេត្រូវការអីចឹងហើយគេដាក់ស្នើនៅពេលដែលគេដាក់ស្នើត្រូវកាត់ភាគចោលទៀតអញ្ចឹងវាអត់ប្រកាសថា39ភាគអីអ្នកគ្នាអញ្ចឹងតម្រាំតែដល់ថ្ងៃដែលគេសម្រេចថាអាចនឹងចាក់ផ្សាយបានរឿងនឹងអាចត្រូវកាត់ទៀតអញ្ចឹងវាអាចសល់ត្រឹមតែ30ឬក៏អាចនឹងឡើងទៅ40អីចឹងទៅរបៀបចឹងណាអញ្ចឹងខ្ញុំអត់ដឹងច្បាស់ទេដោយសាររឿងនឹងទៅថតចប់អញ្ចឹងយើងរងចាំមើលទាំងអស់គ្នាប្រហែលជាខ្ទង់ឆ្នាំ2027អីគេចាក់ផ្សាយឬក៏អាចចុងឆ្នាំ2026ហ្នឹងប្រហែលជាអាចបានមើលអញ្ចឹងណាហើយសម្រាប់រឿងនឹងដែរគឺខ្ញុំអត់ទាន់ឃើញគេ announce ឈ្មោះរបស់ពនាងទេអញ្ចឹងខ្ញុំអត់ដឹងថាពនាងគាត់ដើរតួជារបៀបបែបជា guest role ឬក៏បែបជា appearance មកអញ្ចឹងណាខ្ញុំអត់ច្បាស់ហើយអ្នកនរដោយសារតែអត់ទាន់ឃើញមានគេ confirm ឈ្មោះពនាងធម្មតានៅពេលដែលរឿងហ្នឹងគេថតចប់ហើយអញ្ចឹងគេ confirm ឈ្មោះគេតម្លាក់ poster បែបតួដែលទៅសម្ដែងនៅក្នុងរឿងហ្នឹងអញ្ចឹងតែអត់ឃើញពនាងអីចឹងឯងប្រហែលជាគាត់ចេញបានតែមួយ plate ហ្នឹងអីអញ្ចឹងណាហើយសម្រាប់ព័ត៌មានផ្សេងបើសិនជាខ្ញុំនិយាយទៅលើខ្វះឬក៏អត់គ្រប់ជ្រុងជ្រោយណាមួយអ្នកនរគ្នាដឹងច្រើនជាងហ្នឹងអ្នកនរគ្នាអាចតម្លាក់នៅក្នុង comment បានហើយបើសិនជាខ្ញុំទទួលបានព័ត៌មានថ្មីឬអីថ្មីដែលតើតើមួយពនាងខ្ញុំនឹងអាប់ដេតបន្តទៀតហើយចុងក្រោយគឺកុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នាបាយបាយ